សួស្តីទាំងអស់គ្នាវីដេអូនេះគឺយើងមកនិយាយពីប្រវត្តិខ្លះៗរបស់ game Minecraft ដែលអ្នកណាគេក៏ធ្លាប់លេង game មួយនេះដែរហើយវាគឺជា game ដ៏ល្អមួយវាគឺជា game ដែលសប្បាយមួយសម្រាប់សឹងតែថាមនុស្សទូទៅទាំងអស់គ្នាទាំងថាខ្ញុំមិនថាអ្នកមើលមិនថាអ្នកណាក៏ដោយគឺលេង game Minecraft គឺសប្បាយមែនតើអញ្ចឹងចាប់ផ្ដើមមក Minecraft ត្រូវបានបង្កើតឡើងដោយបុរសម្នាក់តែប៉ុណ្ណោះដោយគាត់នឹងមានឈ្មោះថា Marcus Persson ជាបុរសSeveden ឬដែលគេហៅថា Note ចឹងទៅឈ្មោះគាត់ NOTCH ខ្ញុំសង្ឃឹមថាខ្ញុំអានឈ្មោះគាត់ត្រូវហើយនៅពេលហ្នឹងគាត់គ្រាន់តែជាអ្នក programmer ម្នាក់តែប៉ុណ្ណោះប៉ុន្តែគាត់គឺចូលចិត្តលេង game ខ្លាំងនិងចូលចិត្តសារល្បងអីដែលថ្មីដោយមិនសូវមានជំនួយហើយក៏មិនមានពាណិជ្ជករឬក៏មិនមានក្រុម developer អីដែរគាត់សរសេរ game នេះនៅក្នុងផ្ទះរបស់ខ្លួនឯងតែម្ដង Note បានបង្កើត Minecraft ដោយទទួលបានចំណូលពីហ្គេមចាស់ដូចជាហ្គេម Fortress ហ្គេម Infiniminer និងហ្គេម Sandbox ផ្សេងគំនិតគឺសាមញ្ញណាស់គឺគាត់ចង់ឲ្យអ្នកលេងសាងសង់អ្វីក៏បានដែរទាញយកអ្វីក៏បានបំផ្លាញបង្កើតតាមចិត្តចង់តែម្ដងគឺដូចជីវិតពិតបើនិយាយទៅនៅខែកក្កដាឆ្នាំ2009 Note បានដាក់ Minecraft ទៅជា online version ប៉ុន្តែវាគឺជា version alpha ទេគាត់គ្រាន់តែចង់សាកល្បងថាហើយគាត់ចង់ដឹងថានឹងមានអ្វីកើតឡើងនៅពេលហ្នឹងគឺមនុស្សចាប់ផ្ដើមចូលចិត្តលេងហើយចាយលុយដើម្បីទិញហ្គេមហ្នឹង Note គឺគាត់អត់ដែរបានគិតទេហើយគាត់ក៏មិននឹកស្មានថាមាននរណាម្នាក់នឹងលេងហ្គេមរបស់គាត់ដែរប៉ុន្តែនៅពេលហ្នឹងគឺអ៊ីនធឺណិតផ្ទុះខ្លាំងមែនទែនដោយមួយគឺវ៉ាវគ្រប់គ្នាម្ដងគឺគេលាន់មកថា Yo this game is fire គឺគេនាំគ្នានិយាយចឹងហ្មងបងប្អូនព្រោះហ្គេមចាប់ផ្ដើមល្បី Note ក៏បង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Mojang ក្រុមហ៊ុន Mojang ហ្នឹងនៅក្នុងឆ្នាំ2010ដើម្បីឲ្យហ្គេមហ្នឹងមានការ update ទៅលើ Minecraft ឲ្យវាមានភាពស្ថិតស្ថេរនិង professional ជាងមុនបន្ទាប់មក Jen Bergensten ដោយឈ្មោះគាត់Jen Bergensten ដែលខ្ញុំសូមហៅគាត់ថា Jeb ដែល Jeb ហ្នឹងបានចូលមកជួយការងាររបស់ Node ហ្នឹងពេញម៉ោងហើយគាត់បានក្លាយជាមនុស្សសំខាន់នៅក្នុងការ update Minecraft នៅពេលក្រោយ Minecraft ចេញជា version ផ្លូវការនៅឆ្នាំ2011បន្ទាប់មកវាក៏ release popularity កើនកប់ពពកតែម្ដងអ្នកលេងជាងរាប់សិបលានអ្នក streamer ធំ YouTuber ពេញអ៊ីនធឺណិតតែម្ដងMinecraft ខ្លះជា culture មួយមូលហេតុដែល Minecraft កើតជា culture ហ្នឹងគឺដោយសារថាក្នុង game ការសាងសង់ទាំងអស់គ្នាចង់សាងសង់អ្វីក៏បានដែរវាមាន creative mode survival mode multiplayer ហើយ mode លេងគឺមិនចេះអស់ទេទាំងអស់គ្នាបើនិយាយពី freedom វិញគឺ 100% តែម្ដងនៅក្នុងឆ្នាំ2014 Microsoft បានធ្វើការទិញក្រុមហ៊ុន Mojang និង Minecraft ជាមួយនឹងតម្លៃ $2.5 billion គឺច្រើនខ្លាំងមែនតើទាំងអស់គ្នាពេលហ្នឹង Note លេង update game Minecraft ហ្នឹងទៀតហើយ Jeb និងក្រុម Mojang ហ្នឹងនៅតែបន្ត update project របស់ Minecraft ហ្នឹងក្រោយ Microsoft បានទិញយក Minecraft ពេលនោះ Minecraft គឺកាន់តែ update កាន់តែលូតលាស់ទៅមុខហើយវាមានដូចជា Minecraft Bedrock Edition វាអាច cross platform បានអាចលេងលើទូរស័ព្ទបានវាមាន Marketing Place វាមាន Realm Server វាមាន Education Edition វាមានច្រើនមែនតើហ្គេមនេះមិនមែនគ្រាន់តែជាហ្គេមសាងសង់ទេប៉ុន្តែវាជាឧបករណ៍ក្នុងការសិក្សាក្នុងការអភិវឌ្ឍ creative និង coding skill សម្រាប់មនុស្សនាពេលបច្ចុប្បន្នបាទសម្រាប់មកដល់ថ្ងៃនេះហ្គេម Minecraft ហ្នឹងបានលក់ជាង300 million copy មានន័យថា300លាន copy ហើយហ្គេមហ្នឹងក្លាយជាហ្គេមលក់លើសគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ហ្គេមហើយ Minecraft មានកំណត់ត្រាមនុស្សរាប់លានអ្នក active ហ្គេមក្នុងពេលតែមួយសម្រាប់វីដេអូនៅក្នុង YouTube វិញ Minecraft គឺមានរាប់សិប billion view server mode animation speedrun SMP ហើយ merchandise គឺមានច្រើនមែនតើដូច្នេះហ្នឹងហើយទាំងអស់គ្នានេះគឺជាព្រឹត្តិការណ៍អំពីមនុស្សម្នាក់បន្ទប់តូចមួយនិងគាត់ជា programmer ម្នាក់ទៅជា game បានបង្កើតទៅជា game ដែលមានឥទ្ធិពលជាងគេនៅលើពិភពលោកមិនថានៅពេលមុនឬក៏ពេលបច្ចុប្បន្នទេ Minecraft បានបង្ហាញថាពេលខ្លះគំនិតតូចរបស់យើងបូកជាមួយនឹង passion វាស្មើនឹងអ្វីដែលពិភពលោកនឹងមិនអាចបំភ្លេចបានអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការមើលវីដេអូនេះគ្នានៅវីដេអូក្រោយ